មកប៉យដើរឲ្យលឿនមកប្រញាប់ឡើងបងស៊ីមួនចាំខ្ញុំផងដើរលឿនម្លេះឈប់ញ៉ាំត្រីសិនទៅបងប្រុសហើយបងគ្មានអារម្មណ៍ញ៉ាំត្រីទៀតទេបងខឹងនឹងកូនខ្មោចទឹកមិញណាមើលប៉យប្រាប់បងតាមត្រង់មកអាកូនខ្មោចទឹកមិញហ្នឹងវាសួរអីទៅឯងអូបងប្រុសមុននឹងវាបានសួរខ្ញុំថាតើពួកយើងធ្វើការអ្វីហើយបានប្រាក់ខែប៉ុន្មានចំអាកូនខ្មោចទឹកនេះវាហ៊ានសួរដល់ថ្នាក់ហ្នឹងដូចជាប្រមាថយើងដល់ហើយនេះរួចចុះប្អូនឯងបានប្រាប់វាថាម៉េចវិញនៅពេលនោះខ្ញុំក៏បានប្រាប់វាថាបងប្រុសខ្ញុំបានប្រាក់ខែ500ឯចំណែកខ្ញុំវិញបាន200ហើយវាក៏ប្រាប់ខ្ញុំវិញថាបើសិនជាពួកយើងបានប្រាក់ខែប៉ុណ្ណឹងពួកយើងកុំទាន់អាចយកប្រពន្ធអីរួចចំវាហ៊ានសួរបែបហ្នឹងផងមកសុំត្រីយើងស៊ីហើយថែមទាំងសម្ដីលយទៀតពិតមែនហើយបងប្រុសខ្ញុំក៏ខឹងនឹងវាខ្លាំងដែរបងលឺហើយក្តៅឆេវតែម្ដងបើសិនជាបងលឺវានិយាយមុននោះបងប្រកាសណាស់មិនអោយប្អូនឯងឲ្យត្រីទៅវាស៊ីនោះទេចំណែកឯខ្ញុំក៏ខឹងមិនចាញ់បងប្រុសនោះដែរខំតែជាទីតាំងដែលវាកាន់កាប់នោះទេកុំអីខ្ញុំវាយឲ្យបាក់ថ្មិញតែម្ដងអារឿងសុំត្រីស៊ីបងមិនខឹងនោះទេបងមានណាចេះតែផ្ដាល់ឲ្យហើយប៉ុន្តែអ្វីដែលបងខឹងនោះគឺវាសួរបែបហ្នឹងមិនមកបងប្រុសពួកយើងត្រឡប់ទៅវិញទៅអីវាឲ្យចាស់ដៃតែម្ដងបងគិតថាកុំអីហីប្អូនប៉យរឿងប៉ុណ្ណឹងយើងលើកលែងឲ្យវាម្ដងទៅចុះដូចពាក្យចាស់លោកពូលថាពៀរងាប់ដោយការមិនចងពៀតោះប្អូនប៉យយើងកុំត្រឡប់ទៅវិញអីឥឡូវតើបងប្រុសឈប់ខឹងនឹងកូនខ្មោចទឹកនោះហើយមែនទេមិនមែនបងឈប់ខឹងនោះទេប៉ុន្តែបងខ្ជិលសន្សំរឿងជាមួយនឹងកូនខ្មោចនោះណាបានហើយបងប៉យតោះយើងឆាប់ញ៉ាំត្រីទៅបើអញ្ចឹងក៏មិនអីដែរតោះបងប្រុសញ៉ាំត្រីទៅអញ្ចឹងប្អូនប៉យអើយក្លិនត្រីពិតជាឈ្ងុយខ្លាំងណាស់តើប្អូនបានផ្សំគ្រឿងជាមួយនឹងអ្វីដែរមុនពេលអាំងហ្នឹងអូអញ្ចឹងទេបងប្រុសมันមានច្រើននោះទេក្រៅពីអំបិលប៊ីចេងស្ករសម្ទេសនិងទឹកប្រេងខ្យងតែប៉ុណ្ណោះអញ្ចឹងតើបានធំឈ្ងុយយ៉ាងហ្នឹងបងសាក់ភ្លក់សិនហើយបើអញ្ចឹងនោះអីឆ្ងាញ់មែនបងប៉យក្រោយពីបងបានញ៉ាំត្រីនេះហើយបងមានអារម្មណ៍ថាបងជប់ខឹងនឹងកូនខ្មោចទឹកនោះទៀតហើយអេប៉យរួចចុះប្អូនមិនញ៉ាំទេឬបងប្រុសខ្ញុំបានញ៉ាំរួចហើយតោះឥឡូវពួកយើងត្រឡប់ទៅផ្ទះរបស់ពួកយើងវិញទៅយល់ព្រមតោះពួកយើងទៅបន្ទាប់ពីពួកគេបាននិយាយគ្នារួចក្រោយពេលមេឃងងឹតពួកគេក៏បានដើរត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេបាត់ទៅរឿងខ្មោចទឹកចប់ដោយបរិបូរណ៍សូមអរគុណសម្រាប់ការតាមដានទស្សនាសូមចុច Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណចំរួចចុះពីអ្នកនេះចង់មកវាយឯងផងសុំទោសផងខ្ញុំមិនបានសួរឌៀមដាមនោះទេហើយគួយខ្លាចនៅបានទេទៅវិញហើយ